សួរក៏ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងតែសិក្សានៅថ្នាក់ទី12ហើយជិតប្រឡងបាក់ឌុបហើយដូចជាខែ11ថ្ងៃ6នេះហ្នឹងចឹងថ្ងៃនេះ welcome មកកាន់ Little Podcast episode 1ដែលយើងប្រធានបទយើងថ្ងៃនេះគឺនិយាយអំពីការជ្រើសរើសជំនាញសិក្សាសម្រាប់ថ្នាក់មហាវិទ្យាល័យតាមបែប Ikigai អូខេអញ្ចឹងខ្ញុំសូមណែនាំសិនថា Ikigai នឹងគឺជាអ្វី Ikigai គឺជាវិធីសាស្ត្រមួយដែលយើងប្រើដើម្បីក្នុងការជ្រើសរើសជំនាញសិក្សាឬក៏ចំណង់ចំណូលចិត្តក្នុងការសម្រេចចិត្ត A1 ហ្នឹងតាមបែបជនជាតិជប៉ុនអញ្ចឹងចំណុចសំខាន់របស់ Ikigai គឺមាន4ទី1គឺផ្ដោតទៅលើអ្វីដែលយើងស្រឡាញ់ទី2គឺផ្ដោតទៅលើអ្វីដែលយើងពូកែទី3គឺផ្ដោតទៅលើអ្វីដែលយើងស្រឡាញ់ដែលយើងពូកែហ្នឹងអាចរកចំណូលបានអត់ហើយទី4គឺតម្រូវការពិភពលោកអញ្ចឹងខ្ញុំសូមនិយាយជាភាសាអង់គ្លេសដែលសារតែ Ikigai ហ្នឹងគឺរបស់ជនជាតិជប៉ុនទី1គឺ you love ទី2គឺ good at ទី3គឺ paid for ទី4គឺ world needs អញ្ចឹងយើងចូលមកដល់ point តែម្ដងចំណុចទី1គឺនិយាយអំពី you love ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់យើងរៀនតាំងពីថ្នាក់បឋមរហូតដល់ពេលនេះថ្នាក់វិទ្យាល័យហើយយើងក៏ជិតប្រឡងបាក់ឌុបដែរអញ្ចឹងពិបាកមែនទែនក្នុងការស្វែងយល់ថាតើអ្វីដែលយើងស្រឡាញ់ប្រកបជាស្ដែងទៅបទពិសោធន៍របស់មនុស្សជាច្រើនគឺនៅពេលគាត់នៅក្មេងគាត់ដឹងថាគាត់ចូលចិត្តអីស្រឡាញ់អីចង់ធ្វើអីពេលធំឡើងតែជាស្ដែងនៅពេលដែលគាត់រៀនចិត្តចប់ហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាពិបាកក្នុងការសម្រេចចិត្តថាតើអ្វីដែលគាត់ស្រឡាញ់ពិតប្រាកដដែលគាត់ចង់រៀនចង់ធ្វើពិតប្រាកដសម្រាប់ជាការរកចំណូលសម្រាប់ខ្លួនឯងនៅពេលអនាគតអញ្ចឹងយើងមានវិធីសាស្ត្រដែល4ចំណុចខ្លីៗទេងាយស្រួលក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សាទី1គឺអ្វីដែលយើងស្រឡាញ់ធ្វើអីដែលយើងស្រឡាញ់អញ្ចឹងហេតុអីបានយើងធ្វើអីដែលយើងស្រឡាញ់ការដែលយើងធ្វើអីដែលយើងស្រឡាញ់គឺធ្វើឲ្យយើងធ្វើកិច្ចការងារនឹងបានល្អហើយទទួលបានភាពជោគជ័យទៀតផងហើយមួយទៀតយកមានអារម្មណ៍ទៅហត់ទេអញ្ចឹងធ្វើឲ្យមិនដឹងថាយើងស្រឡាញ់អីទៅអញ្ចឹងខ្ញុំមានចំណុចមួយចំនួនតកតងទៅនឹងទី1តើមុខវិជ្ជាអីដែលយើងស្រឡាញ់អញ្ចឹងយើងសួរខ្លួនឯងមើលថាតើមុខវិជ្ជាដែលយើងស្រឡាញ់ហ្នឹងផ្នែកវិទ្យាសាស្ត្រសង្គមភាសាសិល្បៈឬក៏កីឡាយើង note ចូលមកអូខេបញ្ជាក់ទៀតអាចយកกระดาษហើយនឹងប៊ិចយកមកកត់បានដើម្បីងាយស្រួលក្នុងការវិភាគពីអ្វីដែលយើងអាចធ្វើបានអញ្ចឹងទី1សូមភាសាទៀតទី1គឺមុខវិជ្ជាដែលយើងស្រឡាញ់ដែលខ្ញុំនិយាយមិញហ្នឹងទី2គឺចំណង់ចំណូលចិត្តហ្នឹងយើងត្រូវសួរខ្លួនឯងថាពេលទំនេរយើងចូលចិត្តធ្វើអីគេឧទាហរណ៍ថាយើងចូលចិត្តស្ដាប់អ្វីដែលគេនិយាយពីវិទ្យាសាស្ត្រយើងចូលចិត្តមើលវីដេអូពីវិទ្យាសាស្ត្រជាដើមយើងអាចសង្កេតងាយៗតាមរយៈការដែលយើងលេងទូរស័ព្ទពេលទំនេរតែយើងចូលចិត្តមើលវីដេអូប្រភេទអីជាងគេយើងចូលចិត្តមើលគេធ្វើម្ហូបយើងចូលចិត្តមើលគេផាត់មុខយើងចូលចិត្តមើលពីប្រវត្តិសាស្ត្រពីវិទ្យាសាស្ត្រយើងចូលចិត្តមើលអំពីcontent បែប complain គឺចំណុចទាំងអស់ហ្នឹងយើងអាចសង្កេតមើលខ្លួនឯងបានបន្ទាប់មកគឺចឹងយើងអាចស្វែងយល់ខ្លួនឯងពីចំណង់ចំណូលចិត្តហ្នឹងអាចតកតងនឹងវីដេអូដែលយើងចូលចិត្តមើលពេលទំនេររបស់ដែលយើងចូលចិត្តធ្វើពេលទំនេរអញ្ចឹងរបស់ដែលយើងចូលចិត្តធ្វើពេលទំនេរហ្នឹងអាចថាអ្នកខ្លះគាត់ចូលចិត្តគូគំនូចូលចិត្តលេងតន្ត្រីលេងឧបករណ៍តន្ត្រីអ្នកខ្លះគាត់ចូលចិត្តច្រៀងអ្នកខ្លះគាត់ចូលចិត្តដើរលេងអ្នកខ្លះគាត់ចូលចិត្តលេងហ្គេមអញ្ចឹងចំណុចទាំងអស់នេះយើងអាចចាត់ទុកថាជាចំណង់ចំណូលចិត្តទោះបីជាមួយចំនួនដែលគេឃើញថាអាហ្នឹងអត់ល្អឧទាហរណ៍ថាការលេងហ្គេមគឺថាអត់គួរចំណាយពេលច្រើនទៅលើការលេងហ្គេមប៉ុន្តែក៏មានមនុស្សចំនួនគាត់ចូលចិត្តលេងហ្គេមហើយជាចំណង់ចំណូលចិត្តរបស់គាត់ហើយគាត់អាចយកវាជាអាជីពក៏មានដែរចំណុចទី3ទៀតគឺក្រៅពីយើងហៅឃើញពីចំណង់ចំណូលចិត្តហើយយើងមើលហៅពីការធ្វើការងារបែបថាតើការងារណាមួយដែលយើងចាប់អារម្មណ៍ពេលខ្លះយើងអត់ចង់ធ្វើប៉ុន្តែឮគេនិយាយឬគេណែនាំថាគាត់ធ្វើការរបៀបនេះធ្វើបែបនេះទទួលបានប្រាក់កម្រៃបែបនេះគាត់ត្រូវមាន daily life បែបនេះតើតើនឹងការងារអញ្ចឹងយើងមានអារម្មណ៍ថាចាប់អារម្មណ៍ឧទាហរណ៍ថាពេលខ្លះយើងអាចការងារដែលយើងចាប់អារម្មណ៍ហ្នឹងខ្ញុំណែនាំឲ្យយើង search ផងដែរព្រោះថាឧទាហរណ៍ជាក់ស្ដែងដូចខ្ញុំបន្តយើងជាអ្នកខេត្តជាអ្នកជនបទអញ្ចឹងការងារដែលយើងឃើញដែលយើងចាប់អារម្មណ៍នេះជាការងារដែលជុំវិញខ្លួនដែលយើងស្គាល់ដូចជាគ្រូពេទ្យគ្រូបង្រៀនការងាររាជការមួយចំនួនប៉ូលីសអីជាដើមទៅប៉ុន្តែមានការងារផ្សេងទៀតដែលយើងមើលឃើញអញ្ចឹងយើងមើលឃើញតែការងារមួយរង្វង់ទូចមួយហើយយើងអត់ស្គាល់ពីការងារផ្សេងទៀតទេប៉ុន្តែនៅពេលដែលយើង search មើលគឺមានការងារជាច្រើនទៀតដែលមានតែយើងអត់ស្គាល់ហើយពេលខ្លះការងារជាច្រើនហ្នឹងយើងអាចនឹងចូលចិត្តវាក៏ថាបានដែរអញ្ចឹង
នេះយើងអាច search ក្នុង Google ទៅថាតើមានការងារប្រភេទអីខ្លះដើម្បីហើយទៅយើងធ្វើសិក្សាពីប្រភេទការងារនោះមួយៗអញ្ចឹងដើម្បីដឹងថាតើយើងចូលចិត្តអីគេបន្ទាប់ពីយើងឃើញពីការងារដែលយើងចូលចិត្តហើយចូលដល់ចំណុចទី2ប៉ុន្តែមុននឹងចូលដល់ចំណុចទី2ខ្ញុំសូមសង្ខេបសិនថាធ្វើអីដែលខ្លួនឯងចូលចិត្តនឹងនៅក្នុងធ្វើអីដែលខ្លួនឯងចូលចិត្តនឹងមាន3ចំណុចដែលយើងត្រូវស្វែងយល់ទី1គឺមុខវិជ្ជាអីដែលយើងចូលចិត្តចំណូលចិត្តអីដែលយើងចូលចិត្តធ្វើពេលទំនេរហើយទី3គឺការងារការងារអីគេដែលយើងស្រឡាញ់ដែលយើងចង់ធ្វើឬក៏ការងារអីគេដែលយើងចាប់អារម្មណ៍អញ្ចឹងមាន3ចំណុចហ្នឹងនៅក្នុងចំណុចដែលយើងស្រឡាញ់អីគេអូខេចូលដល់ចំណុចទី2គឺធ្វើអីដែលយើងពូកែអញ្ចឹងយើងអាចសង្កេតបានថាតើពេលយើងនៅសាលាយើងពូកែមុខវិជ្ជាអីគេអាចជាមុខវិជ្ជាលេខមុខវិជ្ជាអក្សរសាស្ត្រដែលតកតងនឹងសង្គមមុខវិជ្ជាសិល្បៈកីឡាឬក៏ភាសាបរទេសយើង note មកហើយយើងអាចសង្កេតបានទៀតថាយើងពូកែនឹងតាមរយៈការសរសើរពីអ្នកដទៃឧទាហរណ៍ថាយើងនិយាយភាសាអង់គ្លេសហើយយើងនិយាយបានល្អអ្នកដទៃគេសរសើរយើងច្រើនអ្នកអញ្ចឹងអាចថានឹងជាចំណុចមួយដែលយើងពូកែហើយជាចំណុចដែលយើងពិសេសជាងគេអញ្ចឹងយើងអាចយកចំណុចមួយហ្នឹងជាចំណុចខ្លាំងរបស់យើងក្នុងការជ្រើសរើសការងារបានដែរចំណុចទី3គឺpaid for សំដៅទៅលើប្រាក់ចំណូលអញ្ចឹងយើងសួរថានៅពេលដែលយើងដឹងថាយើងចង់ធ្វើការងារអីហើយយើងត្រូវដឹងទៀតថាតើការងារដែលយើងចង់ធ្វើហ្នឹងអាចរកចំណូលឲ្យយើងបានឬអត់ចំពោះការរកចំណូលនេះយើងអត់សំខាន់ថាចំណូលត្រូវតែច្រើនត្រូវតែរកបានច្រើនទេប៉ុន្តែយើងសំខាន់ថាយើងត្រូវរកចំណូលបានពីការងារមួយហ្នឹងអញ្ចឹងឧទាហរណ៍ដូចជាបើសិនជាយើងចង់ធ្វើជា fashion designer អញ្ចឹងយើងត្រូវដឹងថាតើនៅពេលយើងធ្វើជា fashion designer តើយើងអាចរកចំណូលតាមរយៈណាខ្លះអញ្ចឹងយើងដឹងថា fashion designer គាត់អាចរកចំណូលតាមរយៈទៅធ្វើការឲ្យក្រុមហ៊ុនសម្លៀកបំពាក់ឬក៏គាត់បើកហាងសម្លៀកបំពាក់ដោយខ្លួនឯងហើយគាត់អាចរកចំណូលបានដោយខ្លួនឯងឬក៏គាត់ធ្វើវីដេអូតាក់ទងនឹងការធ្វើសម្លៀកបំពាក់ហើយគាត់អាចរកចំណូលពីវីដេអូទាំងអស់ហ្នឹងអញ្ចឹងមានថាគឺជារបៀបក្នុងការរកចំណូលបានច្រើនរូបភាពហើយចំណូលមួយហ្នឹងយើងអត់សំខាន់ថាត្រូវតែច្រើនទេប៉ុន្តែសំខាន់យើងអាចរកចំណូលបានពីអាជីពមួយហ្នឹងដែលយើងចង់ធ្វើចំណុចទី4គឺ world needs តើសង្គមត្រូវការអីគេហើយតើអ្វីដែលយើងចង់ធ្វើហ្នឹងជាតម្រូវការសម្រាប់សង្គមឬអត់ឧទាហរណ៍ដូចជាខ្ញុំនិយាយ podcast អញ្ចឹងវាដូចជាការនិយាយ visual មួយដែលយើងអត់ឃើញរូបភាពយើងលើតែសំឡេងមែនទេនៅសម័យមុនគឺមនុស្សជាច្រើននៅពេលដែលអត់ទាន់មានទូរស័ព្ទឬក៏ទូរទស្សន៍គាត់ស្ដាប់ visual ហើយគាត់ចូលចិត្តស្ដាប់ visual មែនតើហើយពេញនិយមមែនតើឧបករណ៍មួយដែលហៅថា radio ដែលយើងហៅ radio ក៏បានដែរគឺមនុស្សជាច្រើនទិញយកមកស្ដាប់ប៉ុន្តែសម័យបច្ចុប្បន្នយកសម័យ digital យើងលែងឃើញមាន radio ទាំងអស់ហ្នឹងទៀតហើយអញ្ចឹងមានថាអាជីពទាំងអស់គឺមានប៉ុន្តែវាអត់មានន័យថាវាអត់ពេញនិយមសម្រាប់សម័យកាលនីមួយៗអញ្ចឹងយើងត្រូវដឹងថាអាជីពដែលយើងចង់ធ្វើហ្នឹងគឺត្រូវការប្រើប្រាស់សម្រាប់សម័យកាលនេះនិងអនាគត5ទៅ10 20ឆ្នាំខាងមុខទៀតព្រោះអីពិភពលោកយើងគឺប្រែប្រួលលឿនអញ្ចឹងពេលខ្លះអាជីពមួយចំនួនគឺវាអាចឡើងមានតម្រូវការក៏មានដែរអញ្ចឹងត្រូវស្វែងយល់អំពីតម្រូវការរបស់អាជីពយើងនៅក្នុងសង្គមយើងដែរអញ្ចឹងសរុបជារួមមកអ៊ីគីកៃហ្នឹងគឺជាវិធីក្នុងការសម្រេចចិត្តថាយើងអាចជ្រើសរើសអ្វីដែលយើងស្រឡាញ់ជំនាញអីដែលយើងស្រឡាញ់នៅថ្នាក់សាកលវិទ្យាល័យឬក៏ក្នុងគោលបំណងជ្រើសរើសអ្វីមួយផ្សេងទៀតក៏មានដែរតែអានេះខ្ញុំលើកពីករណីក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យអញ្ចឹងទី1គឺធ្វើអីដែលយើងស្រឡាញ់ដោយការធ្វើអីដែលយើងស្រឡាញ់យើងអាចសង្កេតតាមរយៈមុខវិជ្ជាដែលយើងស្រឡាញ់របស់ដែលយើងចូលចិត្តធ្វើពេលទំនេរហើយកិច្ចការងារដែលយើងចង់ធ្វើនៅថ្ងៃអនាគតទី3គឺធ្វើអីដែលយើងពូកែអញ្ចឹងពូកែនោះឧទាហរណ៍សំដៅលើមុខវិជ្ជាដែលយើងពូកែកិច្ចការងារដែលយើងពូកែអាចថាយើងធ្វើនៅផ្ទះក៏ដោយកិច្ចការងារផ្ទះក៏ដោយក៏អាចចាត់ទុកថាជាអ្វីដែលយើងពូកែដូចគ្នាទី3គឺជាការងារដែលរកប្រាក់ចំណូលបានអញ្ចឹងយើងតែងតែមានការងារមួយចំនួននៅក្នុងចិត្តរបស់យើងដែលយើងចង់ធ្វើអញ្ចឹងត្រូវសួរថាតើការងារដែលយើងចង់ធ្វើនឹងអាចរកចំណូលបានឬអត់សំខាន់ថាចំណូលត្រូវតែច្រើនប៉ុន្តែត្រូវតែរកចំណូលបានទី4គឺសង្គមឬក៏ពិភពលោកត្រូវការការងារមួយនឹងយើងត្រូវសង្កេតថាតើការងារមួយនឹងទាន់សម័យអត់សង្គមនៅតែត្រូវការអត់ហើយត្រូវតែជាការងារដែលសង្គមត្រូវការតាំងពេលបច្ចុប្បន្ននិងអនាគតអញ្ចឹងចំពោះkey point ទាំង4គឺយើងចប់ត្រឹមនេះហើយក៏ខ្ញុំចង់មុននឹងបញ្ចប់វីដេអូសូមឲ្យបងប្អូនទាំងអស់គ្នាកុំដាក់សម្ពាធលើខ្លួនឯងពេកហើយព្យាយាមស្វែងយល់ពីខ្លួនឯងអាចចំណាយពេលយូរបន្តិចព្រោះថាយើងនៅសល់ពេលវេលាច្រើនដែរដូចជា5-6 ខែទៀតដើម្បីសម្រេចចិត្ត
អញ្ចឹងយើងសម្រាប់ចិត្តឲ្យបានគ្រប់ជ្រុងជ្រោយទៅហើយកុំដាក់សម្ពាធលើខ្លួនឯងចំពោះជ្រើសរើសជំនាញដែលខ្លួនឯងស្រឡាញ់សម្រាប់ថ្នាក់សាកលវិទ្យាល័យអរគុណសម្រាប់ការស្ដាប់ Little Podcast ហើយរងចាំស្ដាប់ episode 2ដែលយើងនឹងនិយាយអំពីការសិក្សានៅថ្នាក់សាកលវិទ្យាល័យសូមអរគុណ